ស្ដេចថែមដីនេះគឺជារាជវាំងរបស់ខ្ញុំមើលកាន់កងទ័ពជាងរាប់ម៉ឺនសែននាក់មានអំណាចខ្លាំងដូចនេះទេសារទេខ្ញុំចង់ដាក់ទោសមនុស្សមួយចំនួនអ្នកទី1ហៅរៀងដាក់ទោសត្រូវប្រហារជីវិតមានទោសធ្ងន់ដោយសារពាក់លុយអក្សរថ្ងៃមុន20ឡាត្រូវដាក់ទោសប្រហារជីវិតអ្នកទី2គឺហេងត្រូវមានទោសដោយសារប្រមាថត្រូវស្ដេចផៃដីនេះប្រមាថខាងអ្នកខ្សាត់នេះត្រូវប្រហារជីវិតអ្នកទី3បងខ្ញុំវិញត្រូវចាប់ខ្លួនដល់ប្រហារជីវិតទេយកនៅកាត់ទោសនៅមុខកាត់ម្រាមដៃម្រាមជើងព្រោះថ្ងៃមុនទិញតរ៉េនមកស៊ីអត់ចៃគ្នាស៊ីត្រូវកាត់ទោសកាត់ម្រាមដៃម្រាមជើងធ្វើឲ្យខ្សាត់ខឹងអ្នកទី4បងនៅរៈត្រូវមានទោសប្រហារជីវិតព្រោះតែងខ្លួននៅ weekend អាក្រក់ពេកទៅយកបានទេតែកាត់ទោសដូចគ្នាខ្ញុំជិះប្រាំនោះគឺជាកន្លែងស្នំខ្ញុំនៅទាំង120នាក់ថ្ងៃនេះយកប្រហែលជា10នាក់ប្រំហើយនោះនេះគឺជាកន្លែងខ្ញុំស្នាក់នៅកំសាន្តលេងហេអញទៅភ្លើងអូពុត្រាពិតជាថ្ងៃពិសេសឪពុកនឹងលើកលែងតំណែងសម្រាប់ជូនឲ្យទៅលើកលែងនេះឲ្យនៅផ្ទៃតំណែងសម្រាប់ឲ្យទៅពុត្រាអញ្ចឹងមានន័យថាពុត្រាខាងស្ដេចផែនដីហើយមែនទេស្ដេចផែនដីថែរក្សាកូនចៅយើងផងថែរក្សាផែនទីនឹងមនុស្សឲ្យបានល្អតែថែរក្សាផែនទីវិញថែរក្សាទឹកដីយើងឲ្យបានល្អអូខេក្រៅបន្ទូលព្រះអង្គព្រះបិតាគូនមិនឲ្យព្រះបិតាខកបំណងនោះទេប៉ុន្តែថ្ងៃនេះព្រះបិតាមានដឹងថាកូនបានកាត់ទោសចំនួនមនុស្សចំនួន4នាក់ហើយអូមានទោសខ្លាំងហើយហៀងលីហេងបងខ្ជុំវិញហើយនឹងបងនរៈត្រូវកាត់ទោសប្រហារជីវិតមិនទោះមែនទេនេះក៏អ្វីលោកអីលោកគេលោកមិនទោះចូលមិនក៏អ្វីដែរព្រះអង្គថ្ងៃនេះយើងបានធ្វើការដាក់ទោសចង់ឲ្យលោកធ្វើការចាប់ខ្លួនមនុស្សចំនួន4នាក់ទូជាព្រះអង្គខ្ញុំត្រូវយកនេះបលាំងពីព្រោះបត្រាចង់បាននេះបលាំងចាក់អស់ឲ្យនេះបលាំងមកកូនដល់ប្រធានចៅបងវាមិនត្រឹមត្រូវទេបងខ្ញុំខ្លាចវាស្ដាយហើយស្ដាច់ផែនដីមានតែមួយនោះទេខ្ញុំមួយត្រូវតែមានខ្លាតែមួយខ្ញុំគឺជាស្ដេចផែនដីបន្ទាប់ពីធ្វើគុតព្រះបិតាខ្លួនស្ដេចផែនដីស៊ីងបានដឹកនាំប្រទេសយ៉ាងយូរប្រជានារីពេញចិត្តវគ្គបន្តនឹងទៅជាយ៉ាងណាសូមរងចាំទស្សនានៅឆ្នាំក្រោយព្រះអង្គម្ចាស់ដល់ម៉ោងយើងប្រមុតហើយប្រមុត Anchor ចំណីបើសិនជាមានម៉ែវហ៊ូត្រូវញ៉ាំចំណីច្រឡំកុំភ្លេចចំណីសម្រាប់ម៉ែវហ៊ូសំខាន់នោះរាល់ការទិញមួយកញ្ចប់ត្រូវបានបរិច្ចាគទៅកាន់សត្វអនាថាព្រះបិតាញីងថ្មិញទិញថ្មិញសហើយណាស់គ្នាអញ្ចឹងកុំភ្លេច Anchor បើចង់បានថ្មិញស្អាតអត់ទៅស៊ីថ្មិញមិនមានក្លិនមាត់ថ្មិញ Anchor តម្លៃថោកសមរម្យងាយស្រួលស្វែងរកទិញនៅតាមទីផ្សារថ្មិញហៀត្រូវការដាក់ប្រេះចុះបើត្រូវការដាក់ប្រេះទៅណាហៀ Yes មួយខែតែ$50មិនមានការប្រាក់មិនមានប្រាក់កក់ងាយស្រួលបើសិនតែចង់មើលភាគទី2កុំភ្លេច follow វាមួយផងបត្រាសូមអញ្ជើញទៅឲ្យបត្រាសុំទោសដែលបត្រាធ្វើគុតព្រះបិតាព្រោះបត្រាមានចិត្តចង់កាន់កាប់អំណាចជាស្ដេចផែនដីដោយសារបិតាមិនដែលស្រឡាញ់នៅថែបត្រានោះទេធ្វើឲ្យបត្រាមានគុណចិត្តចង់ធ្វើឃាតព្រះបិតាតាំងពីកុមារទីទាំងពីរនឹងមានបន្តប៉ុន្តែនៅឆ្នាំក្រោយចប់